อย่างนี้พอได้ไม่เป็นสกัดกำมวยក្នុងការឆ្លងខ្លួនឯងលេងហ្គេមដើម្បីឈ្នះលុយចំនួន80,000 រៀលពីមើលភេទខ្ញុំម្នាក់នេះតតែបានហើយមកខ្ញុំបានលុយពីមើលភេទខ្ញុំនេះគឺតម្រូវឲ្យខ្ញុំលេងហ្គេម5ជុំផ្សេងៗគ្នាដែលហ្គេមជុំនីមួយៗសុទ្ធតែជាឧបសគ្គដែលខ្ញុំត្រូវឆ្លងកាត់ហើយនឹងជំនះវាចង់ថាខ្ញុំនឹងចុកដៃមែនទែនហើយអ្នកគ្នាថ្មបានជប់ជ័យ10ក្រុមនេះនិយាយទៅគឺតម្រូវឲ្យខ្ញុំលេងហ្គេមឈ្នះតែ5ជុំផ្សេងៗគ្នានឹងទៅខ្ញុំទទួលបានលុយរង្វាន់80,000 រៀលតែបើសិនជាខ្ញុំហ៊ានតែចាញ់ហ្គេមជុំណាមួយនៅក្នុងចំណោមទាំង5ហ្នឹងគឺថាខ្ញុំនឹងចាញ់ໄວៗគ្រប់យ៉ាងតែហ្មងហើយត្រូវអស់លុយចំនួន80,000 រៀលទៅមើលភេទខ្ញុំវិញទៀតតែនៅក៏បានចាប់ផ្ដើមជាមួយនឹងហ្គេមជុំទី1របស់យើងគឺតម្រូវឲ្យខ្ញុំញ៉ាំអីដូចជាពណ៌ខៀវបាន10មុខផ្សេងៗពីគ្នានៅក្នុងរយៈពេលតែ20នាទីប៉ុណ្ណោះនេះគឺជាពណ៌ខៀវបាទហើយនេះគឺពណ៌ខៀវដែរបាទពេលវេលារយៈពេល20នាទីក៏បានចាប់ផ្ដើមផងដែរគ្រាន់តែញ៉ាំមួយផ្លែនេះគឺថាបានពណ៌ខៀវ2មុខហើយអ្នកគ្នាហើយមានចាំអីច្រើនទេខ្ញុំក៏បានជិះម៉ូតូរត់របស់ញ៉ាំពណ៌ខៀវទៀត3នាទីក្រោយមកក៏បានទៅដល់កន្លែងគេលក់អីញ៉ាំពេលនោះក៏បានរកឃើញរបស់ញ៉ាំពណ៌ខៀវដល់ទៅ3មុខផ្សេងៗពីគ្នាទៀតខ្ញុំគិតនៅសល់12នាទីចុងក្រោយទៀតនៃហ្គេមជុំទី1ហ្នឹងហើយក៏បានលើកស្កអร์ពណ៌ខៀវមួយនេះឡើងដល់ទី3ញ៉ាំចំហុយពណ៌ខៀវមួយនេះឡើងដល់ទី4ក៏រកជានំតាគីពណ៌ខៀវនេះមួយទៀតឡើងដល់ទី5ក្រោយពីនោះមកក៏តែងបានកន្លែងពណ៌ខៀវមួយទៀតហើយក៏បានតែការលើកកន្លែងពណ៌ខៀវនេះមួយទៀតឡើងដល់ទី6រួចក៏បានធ្វើដំណើរត្រង់ម៉ានលោបានញ៉ាំចោលពេលនេះគ្នាពេលវេលាខ្ញុំនៅសល់តែ5នាទីចុងក្រោយទេសំណាងល្អពេលនោះក៏បានរកឃើញរបស់ញ៉ាំពណ៌ខៀវ2មុខនេះក៏រកជារបស់ពណ៌ខៀវនេះ2មុខទៀតគឺថាបាន4មុខក្នុងពេលតែមួយយកតែហ្មងពេលនោះក៏បានញ៉ាំរបស់ពណ៌ខៀវ2មុខនេះឡើងដល់ទី8ញ៉ាំពណ៌ខៀវមួយនេះឡើងដល់ទី9ពណ៌ខៀវនេះមួយចុងក្រោយជប់ជ័យជុំទី1ហើយអ្នកគ្នាពេលនោះគឺថាបានដល់មកបាត់ហើយហ្គេមជុំទី1នេះគឺថាជប់ជ័យទាំងវេទនាពេលនោះក៏បានជុំមកលេងហ្គេមជុំទី2វិញម្ដងគឺតម្រូវខ្ញុំរៀបគូ3គុណ3ចំនួន20គ្រាប់ហើយត្រូវរៀបតែ20គ្រាប់ហ្នឹងឲ្យចេញមុនរយៈពេល6នាទីនិយាយទៅតែខ្ញុំរៀប20គុំហ្នឹងជប់ជ័យបានមុនពេលវេលាកំណត់គឺថាខ្ញុំមកជប់ជ័យហ្គេមជុំទី2ហ្នឹងហើយមុនពេលចាប់ផ្ដើម20គ្រាប់ហ្នឹងខ្ញុំក៏បានតែការសាកលេខមួយសិនថាតើល្បឿន3គុណ3របស់ខ្ញុំលឿនប៉ុណ្ណាដែរ15.80វិនាទីអ្នកគ្នានិយាយទៅមានចាំអីច្រើនទេក៏បានចាប់ផ្ដើមជាមួយនឹង20គ្រាប់ហ្នឹងទៅហើយក៏បានតែការលេងរៀបយកតែមកម៉ាស្ទូក្រមក៏បានជប់ជ័យគ្រាប់ទី1ហើយមួយនៅសល់11ទៀតហើយជាទូទៅល្បឿន3គុណ3ដែលខ្ញុំលេងបាននោះគឺពីចន្លោះ10ទៅ15វិនាទីតែពេលខ្លះក៏អាចឈានឡើងទៅដល់17វិនាទីឬក៏18វិនាទីផងដែរទៅតាមការលេងរបស់ខ្ញុំបន្ទាប់ពីនោះមកក៏បានធ្វើការលេងហើយលេងទៀតគឺថាអត់មានដកដៃជាពីគូហ្នឹងទេជប់ជាបាន5គូហើយអ្នកគ្នាគឺថាខ្ញុំសុទ្ធយកហ្មងតែបើពេលវេលាខ្ញុំគិតដល់សល់ប្រហែលជា4នាទីចុងក្រោយតែក្នុងនោះទីក៏មានលក្ខខណ្ឌមួយផងដែរគឺថាខ្ញុំបានឈប់សម្រាប់ពីការលេងគូនោះបានចំនួន1ដងប៉ុន្តែគឺតម្រូវខ្ញុំលេងបានចំនួន10គ្រាប់សិនទៅខ្ញុំបានឈប់សម្រាប់បានគ្រាប់ទី9គ្រាប់ទី10គ្រាប់ទី10បន្ទាប់ពីខ្ញុំលេងហើយលេងទៀតទី20ខ្ញុំធ្វើវាបានជប់ជ័យ10គ្រាប់ហើយចង់ថាខ្ញុំនឹងចុកដៃមែនទែនហើយអ្នកគ្នាថ្មតែបានជប់ជ័យ10គ្រាប់នេះតែបើពេលវេលាខ្ញុំគិតដល់សល់2នាទី58វិនាទីហើយមិនចាំអីច្រើនទេក៏បានតែការលេងតទៀតក្រោយពីនោះមកក៏បានជប់ជ័យគ្រាប់ទី11គ្រាប់ទី12ហើយនិងគ្រាប់ទី13នេះគ្រាប់ទី14បាទខ្ញុំសល់តែនាទី30ខ្លាយតែអត់តវីវធំឡើយនិយាយទៅខ្ញុំចាប់បានរៀបភ័យមែនទែនហើយអ្នកនេះបើសិនជាធ្វើអត់តពេលវេលាទៅគឺថានឹងចប់វីវធំហើយពេលវេលាខ្ញុំគិតដល់សល់តែ50វិនាទីចុងក្រោយប៉ុណ្ណោះរួចក៏បានជប់ជ័យគ្រាប់ទី17គ្រាប់ទី18និងគ្រាប់ទី19ជុំដល់គ្រាប់ចុងក្រោយខ្ញុំសល់10វិនាទីចុងក្រោយទេពេលនោះរឿងសំណាងល្អក៏បានកើតឡើងមកលើខ្ញុំជុំទី2គឺបានឆ្លងផុតហើយក៏បានជុំមកលេងហ្គេមជុំទី3វិញម្ដងចំពោះហ្គេមជុំទី3នេះគឺខ្ញុំឲ្យមើលភេទខ្ញុំម្នាក់នេះដាក់ challenge ឲ្យខ្ញុំធ្វើចុំដល់ជុំទី3នេះខ្ញុំនឹងឲ្យគាត់រកមនុស្ស3នាក់ដែលគាត់ដាក់ស្គាល់សោះហ្មងហើយឲ្យគាត់ទៅថតរូបជាមួយនឹងពួកគាត់1នាក់1ប៉ោះក្នុងរយៈពេល1ម៉ោងមនុស្ស3នាក់ប្រូគាត់ដាក់ស្គាល់គ្នាណាលុយ80,000 រៀលប្រូច្រើនណាស់អូខេចឹងក៏បានចាប់តាមលើមកហើយដើម្បីជប់ជ័យហ្គេមជុំទី3នេះគឺថាខ្ញុំអត់មានជំរឿក្រៅពីទៅកន្លែងដែលមានមនុស្សច្រើនតែអ្នកគ្នា15នាទីក្រោយមកក៏បានទៅដល់ទីតាំងដែលមានមនុស្សច្រើនឥឡូវខ្ញុំបានធ្វើដំណើរមកដល់កន្លែងមនុស្សច្រើនហើយប្រូហើយជឿថាខ្ញុំធ្វើបានអត់ចុះអត់ទេអត់កើតហ្មងបន្ទាប់ពីដល់រយៈពេល3នាទីក្រោយមកក៏បានជួបជាមួយនឹងមនុស្សទី1របស់យើងព្រោះតើបោះរៃណាបងហើយក៏បានថតរូបជប់ជ័យជាមួយអ្នកទី1របស់យើងគុណត្រឹមតែហ្មងបាទប្រូចង់ថាជប់ជ័យបានម្នាក់ណាប្រូនៅសល់2នាក់ទៀតណាតាមម្នាក់សងប្រូថារក2នាក់ស្រួលមែនបន្ទាប់ពីខ្ញុំដាក់រយៈពេល5នាទីក្រោយមកទៀតក៏បានជួបជាមួយអ្នកទី2របស់យើងអត់អីណាបងអត់អីបងអត់អីហើយក៏បានថតរូបជប់ជ័យជាមួយអ្នកទី2ផងដែរគឺថាខ្ញុំត្រូវការថតតែម្នាក់ចុងក្រោយទៀតប៉ុណ្ណោះឥឡូវជប់ជ័យបាន2នាក់ប្រូមានអារម្មណ៍មិនដែរភ័យបន្តិចដែរព្រោះសារ10នាទីអូ10នាទីហើយ10នាទីចុងក្រោយនេះគឺអត់បញ្ហាទេបាទបងជំរាបសួរខ្ញុំឲ្យសុំថងមួយបងបោះបានបងអត់អីណាបងអត់អីអូខេបាទហើយក៏បានថតរូបជប់ជ័យជាមួយអ្នកចុងក្រោយតាមពេលវេលាទៀតហើយតែបានជប់ជ័យជាមួយនឹងហ្គេមជុំទី3ផងដែរហើយមានចាំមិនច្រើនទេក៏បានចូលមកលេងហ្គេមជុំទី4វិញម្ដងអ្នកទាំងនេះកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងណាអរគុណច្រើនចំពោះហ្គេមជុំទី4នេះគឺថាបែងចែកជា3ផ្នែកផ្សេងៗគ្នាផ្នែកទី1គឺតម្រូវឲ្យខ្ញុំផឹកក្រូចឆ្មាច្បាច់ពណ៌លឿងចំនួន5ផ្លែហើយផ្នែកទី2គឺឲ្យខ្ញុំញ៉ាំក្រម្ទេសចំនួន5គ្រាប់ក៏ដូចជាផ្នែកទី3គឺតម្រូវឲ្យខ្ញុំញ៉ាំខ្ទឹមម្រងឆៅចំនួន1ផ្លែហើយនេះបើគឺជាទឹកក្រូចឆ្មាចំនួន5ផ្លែដែលខ្ញុំបានច្បាច់អ្នកគ្នានិយាយទៅខ្ញុំផឹកអមកៅនោះគឺថាខ្ញុំជប់ចែកផ្នែកទី1ហើយពេលសកម្មក៏បានចាប់ផ្ដើម
ចាជួនិយាយទៅនៅសកលកៅចុងក្រោយនេះគឺថាខ្ញុំមិនខំប្រឹងតតែអស់ហើយក៏បានបន្តក្នុងការផៃផើទៀតគឺថាតែគ្រូឆ្មាំរបស់ខ្ញុំនៅក្នុងកៅចិត្តអស់ហើយចូលលោកដល់កោជួក្រោយពីមកក៏បានតែការប្រឹងប្រែងផឹកបញ្ចប់គ្រូឆ្មាំទាំងអស់នឹងយកតែមកនិយាយទៅទឹកភ្នែកទឹកស្បោយលង្ហៀចេញមកហ្មងនេះ5ផ្លែអញខ្ញុំផលឡើងអស់មួយកោទៅមកក្រោយពីមកក៏បានចូលមកជាមួយនឹងផ្នែកទី2របស់យើងតោះឥឡូវយើងចាប់5ក្រុមទេ5ក្រុមណាគ្នារួចខ្ញុំក៏បានបញ្ចប់ប្រទេសទាំង5ក្រុមនឹងយកតែមកខ្ញុំញ៉ាំអាំប្រឹងចាប់ថាខ្ញុំជប់ជ័យណាគ្នាហើចូលមកកាច់លោកអើយប៉ុន្តែក៏បានចូលមកផ្នែកចុងក្រោយនៃហ្គេមជុំទី4ហ្នឹងចង់និយាយថាខ្ញុំដល់ម៉ោងធ្វើបាក់ខ្លួនឯងទៀតហើយណាគ្នាហើយក៏បានតែការញ៉ាំយកតែហ្មងទៅហើយក្រោយពីមកក៏បានតែការញ៉ាំហើយញ៉ាំទៀតគឺថាខ្ទឹមឆៅរបស់ខ្ញុំនៅសល់ពេលកណ្ដាលចុងក្រោយចង់និយាយថាខ្ញុំនៅសល់ប៉ុណ្ណឹងតែគ្នាចិត្តអស់មែនតើហើយបាទនិយាយទៅផ្នែកទី3នេះគឺថាវេទនាខ្លាំងមែនតើហើយណាគ្នាឥឡូវខ្ទឹមឆៅរបស់ខ្ញុំគឺនៅសល់ប៉ុណ្ណឹងណាគ្នាខ្ញុំអាចចាប់តុកតាផ្នែកទី3ហ្នឹងជប់ជ័យអីចង់និយាយថាមុនហ្នឹងញ៉ាំខ្ទឹមឆៅអស់ច្រើនខ្លាំងណាស់ពេលនោះក៏បានជុំលេងហ្គេមជុំចុងក្រោយដែលជាជុំកាត់សេចក្ដីគឺតម្រូវឲ្យខ្ញុំណាស្វែងរកដើមនោះឯងហើយនឹងរាប់ឲ្យបានចំនួន100ដើមមុនរយៈពេល60នាទីហើយដើមណែនោះគឺគេធ្វើឲ្យនឹងរៀបចំឡើងទៅតាមកន្លែងនីមួយបើក្បាលមកគឺថាខ្ញុំបានរកឃើញដើមណែ3ដើមភ្លាមតែមក1 2នេះមួយទៀត3បន្ទាប់ពីដើរអស់រយៈពេល1នាទីក្រោយមកទៀតក៏បានឃើញដើមណែ3ដើមទៀតក្នុងពេលតែមួយយកតែមកនេះមួយទៀតដើមណែទី7របស់យើងក្រោយពីនោះមកក៏បានទៅកាត់ជីម៉ូតូតទៀតហើយពេលវេលាខ្ញុំគឺនៅសល់55នាទីចុងក្រោយមកស្ទូក្រោយមកក៏បានឃើញដើមណែផ្សេងជាច្រើនទៀតនៅតាមផ្លូវនិយាយទៅខ្ញុំពេញជាសប្បាយក្នុងការរាប់ខ្លាំងមែនតើហើយខ្ញុំក៏រាប់បានប្រហែលជា19ដើមរកឃើញដើមណែ2ដើមទៀតទេបាទចង់និយាយចឹងនេះដើមណែមួយទៀតទី22ក្រោយពីនោះមកក៏បានឃើញដើមណែ3ដើមផ្សេងពីគ្នាទៀតនៅតាមផ្លូវហើយដល់ពេលជីទៀតក៏បានរកឃើញដើមណែ3ដើមជាបន្តទៀតខ្ញុំបាន28ដើមនៅគ្នាខ្ញុំគឺនៅសល់72ដើមចុងក្រោយទៀតមកស្ទូក្រោយមកក៏រកបាន2ដើមបន្ថែមទៀតគឺថាឡើងដល់ទី30ហើយក្រោយពីនោះមកក៏បានទៅកាត់ជីម៉ូតូទៅដល់សាទៅនៅសល់40នាទីចុងក្រោយទីខ្ញុំសង្ឃឹមថានឹងជោគជ័យអ្នកគ្នាបាទតែតើដើមណែនេះគឺថាវាងាយស្រួលរកទេតែសំខាន់ខ្ញុំត្រូវការរកដល់100ដើមឯណោដើមណែទី31តទៅមុខទៀតបើគិតទៅពេលវេលាខ្ញុំកាន់តែថយទៅហើយខ្ញុំក៏បានឃើញដើមណែជាច្រើនខ្លាំងមែនទែននៅក្នុងសាទំនើបនឹងយកទៅខ្ញុំមានក្តីច្រើនតែក៏បានតែការរាប់យកតែមកបន្ទាប់ពីដើរអស់រយៈពេល2នាទីក្រោយមកទៀតខ្ញុំក៏រកបាន4ដើមបន្ថែមទៀតនៅកន្លែងគេលក់នឹងក៏ដូចជាដើមណែនេះ2ដើមបន្ថែមទៀតដើមណែរបស់យើងមួយទៀតទី50ចង់និយាយថាខ្ញុំជប់ចិត្តបាន50ដើមនេះគឺថាខ្ញុំនៅសល់31នាទីចុងក្រោយទៀតតែដើមណែនៅក្នុងសាទំនើបគឺថាខ្ញុំរកបានច្រើនខ្លាំងមែនទែនអ្នកគ្នាដើរឡើងហត់មែនទែនអ្នកគ្នាហត់ខ្លាំងមែនទែនណាបាទទោះជាហត់ក៏ពិតមែនក៏ខ្ញុំនៅតែខំប្រឹងផងដែរព្រោះដោយសារវាគឺជាជុំចុងក្រោយនេះដើមណែចុងក្រោយរបស់យើងទី64និយាយទៅខ្ញុំគឺនៅសល់រយៈពេល20នាទីចុងក្រោយទៀតហើយវាគឺជាពេលវេលាកណ្ដាលចូលពីស្នាមរបស់ខ្ញុំហើយអត់មានចាំឲ្យច្រើនទេក៏បានតែការជីមតូរតទៀតហើយក៏បានបន្តឃើញដើមណែផ្សេងជាច្រើនទៀតហើយរួចខ្ញុំក៏បានរាប់ឡើងដល់ទី73ដើមពេលនោះក៏បានធ្វើដំណើរត្រសាទៅនៅផ្សេងមួយទៀតហើយខ្ញុំចាប់ដើមស្លប់មែនតើហើយអ្នកគ្នាពេលវេលាខ្ញុំគឺនៅសល់តែ9នាទីចុងក្រោយទេហើយក៏បានដើរផងរាប់ផងគឺថារាប់ឡើងដល់ទី80ដើមហើយនេះ2ដើមទៀតឡើងដល់ទី82 5នាទីចុងក្រោយទេបើសិនជាខ្ញុំធ្វើវាមិនតាន់ទេគឺថាខ្ញុំចាប់វីវធំហើយនេះដើមណែទី84 87ហើយក៏បានដើរគឺបន្តទៀតដើមណែទី91 92 93 94ទៀតហើយខ្ញុំចាញ់ហ្គេមទៀតហើយ80,000រៀលអ្នកគ្នាហើយដោយសារតែខ្ញុំចាញ់ហ្គេមចុងចុងក្រោយហ្នឹងហើយពេលនោះខ្ញុំក៏បានបាញ់លុយចំនួន$200ឬក៏ហៅថា80,000រៀលទៅឲ្យមើលភេញខ្ញុំបាត់ទៅវីដេអូយើងក៏បានបញ្ចប់ត្រឹមហ្នឹងបាយ